highlight ទាំងស្រុងបណ្ដៃការប្រកួតតែម្ដងបាទនេះគឺជាវីដេអូ highlight ទាំងស្រុងបណ្ដៃការប្រកួតរវាងប្រខាន់រាជស្វារៀងជាមួយនឹងអម័យកំពង់ដេវ៉ាមាន4គ្រាប់កើតឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ3គ្រាប់កើតឡើងនៅវគ្គទី1 1គ្រាប់កើតឡើងនៅវគ្គទី2ការកាយបាល់ចាប់ផ្ដើមចេញពីប្រខាន់រាជស្វារៀងឱកាសដំបូងខ្វំមេពេប្រាតត់ឆ្វេងកន្លែងនេះបាទជួយបានមកពី Wenger Agosto បាទទៅកន្លែងនេះឱកាសគ្រាប់បាល់ដំបូងរបស់បាទមុនវណ្ដាតត់ច្បាស់មែនទែនបាទមុំធំបាទគឺវីរៈតារាឡើងមកផុតខ្ពស់ពេកហើយក៏បាទយើងឃើញថាមុនវណ្ដាទះស្ដាំបញ្ចូលទីតែម្ដងកន្លែងនេះឱកាសវីរៈមានគ្រាប់បាល់ទី2តែនៅសល់សុផាឌីម៉ង់មួយរូបទៀតកន្លែងនេះបាទឆ្ដេមឆ្ដុំលេងសើចមកទីវិញបាទនឹងមានឱកាសនៃការតាមស្មើរបស់ខ្វំមេពេប្រាប៉ុន្តែដួលឱកាសទៅកន្លែងនេះបាទកាត់បាល់ចូលមកខាងក្នុងក៏ clear ពី ឌីផារ៉ាន់មកដល់ Wenger Agosto ឱកាសទៅកន្លែងនេះប៉ុន្តែចេញមកចាប់បាល់ជាប់បាពីវីរៈតារាកន្លែងនេះហើយគ្រាប់បាល់ទី2កាត់ឡើងពីការបញ្ជូនចាស់ពីឌីផារ៉ាន់ហើយក៏ទាត់ស្ដាំមកពីមុនវណ្ដារកបានគ្រាប់បាល់ទី2ពីការទាត់បាទចូលប្រឡោះដៃរបស់បាទវីរៈតារាឱកាសតាមពីក្រោយ1 ទៅ 2កន្លែងនេះខ្វំមេពេប្រាបាទតែតប៉ះរបស់ទីហើយក៏ថែមពីមិនរតនៈបាទបញ្ចប់ទីតាមពីក្រោយបាទ1 ទៅ 2មុនបញ្ចប់ការប្រកួតវគ្គទី1ឱកាសសៀងយ៉ាន់ធីកន្លែងនេះទាញតត់ឆ្វេងក៏សំណាញ់ទីខាងក្រៅនោះទេវគ្គទី1មានយើងឃើញថា3គ្រាប់កាត់ឡើងចូលដល់វគ្គទី2គឺមានតែ1គ្រាប់តែប៉ុណ្ណោះឱកាសនេះការតត់របស់សនសវត្ថជួយបានពីវីរៈតារាកន្លែងនេះហើយរីយ៉ូភូឈីអ៊ីបាទតត់ស្ដំបាទ reflect នឹងខ្សែការពារបាទគឺ Ricardo de Lima ហើយក៏ reflect ទៅចូលទីតែម្ដងបាទធ្វើឲ្យប្រខាន់រាជស្វារៀងបាទតាមស្មើ2 ទៅ 2ឱកាសកន្លែងនេះការលើករបស់សិបារាំងក៏ចាប់បាល់ជាប់ពី Wenger Agosto ហើយឱកាសមានជាលើកទី2ពីការតែរបស់ខ្វំមេពេប្រាប៉ុន្តែបុកបង្គោលទីជាលើកទី2ដូចគ្នាក៏ថែមហារំលងរបស់ទីចុងម៉ោងទៅហើយ3បន្ទុកទៅហើយប៉ុន្តែបើជាញៀនសូស៊ីដានតត់ឆ្វេងខុសគោលដៅលោកញ៉ាកណាក៏បញ្ចប់ការប្រកួតទាំង